កឹកត្រឹមម៉ោង 10 និង 50 នាទីក្នុងកិច្ចប្រជុំ JBC រវាងកម្ពុជានិងថៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប៉ុន្តែដល់ម៉ោងប្រជុំហើយបែរជាអត់ឃើញភាគីថៃទេណាបងប្អូនយើងនេះបង្ហាញឲ្យឃើញថាភាគីថៃដែលជាប្រទេសស៊ីវិល័យអត់គោរពម៉ោងពេលអត់គោរពពេលវេលាអត់ឲ្យតម្លៃម្ចាស់ផ្ទះទេហើយបង្ហាញឲ្យពិភពលោកឃើញថាថៃជាប្រទេសស៊ីវិល័យប៉ុន្តែអន់ចរិតសុំគេចរចាមុនដល់ពេលគេព្រមចរចាបែរជាខ្លួនឯងអត់គោរពម៉ោងអត់គោរពពេលវេលាទេណាបងប្អូនយើងហើយរឿងមួយទៀតនោះពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃបានសម្រុកត្រឡប់មកស្រុកកំណើតវិញដែលធ្វើឲ្យអាជ្ញាធរថៃក៏ដូចជាយោធាថៃវិលក្បាលមែនទែនពេលពលករខ្មែរចាក់ចេញពីប្រទេសថៃធ្វើឲ្យខ្វះមនុស្សធ្វើការឥឡូវនេះថៃកំពុងស្រែកឡើងប៉ាថាបងប្អូនកុំជឿពាក្យចចាមរាមកុំសម្រុកចេញបងប្អូនខ្មែរធ្វើការធម្មតាទៅប៉ុន្តែបងប្អូនខ្មែរយើងហាក់បីដូចជាមិនចង់ធ្វើការនៅក្នុងប្រទេសថៃឬក៏យ៉ាងណាខ្ញុំអត់ដឹងទេដែលបងប្អូនលើកឡើងថារឿងទឹកដីគឺជារឿងសំខាន់រឿងក្រពះហូបអំបិលហូបប្រហុកយើងទុកម្ដុំសិនទៅប៉ុន្តែពេលដែលបាត់ទឹកដីគឺបាត់ម្ដងបាត់រហូតហើយអញ្ចឹងបងប្អូនលោកបង្ហាញពីការរួបរวมគ្នាខ្មែរតែមួយជាតិតែមួយអញ្ចឹងបានគេថាថៃភ័យឲ្យទៅនៅពេលដែលខ្មែររួបរวมគ្នាសត្រូវឈ្លានពានត្រូវតែចាញ់